ពីបងអូនលែងស្នេហ៍នាងណាមានអារម្មណ៍ថាស្នេហ៍ឲ្យឈឺចាប់ណាស់យើងស្រឡាញ់គ្នាដោយបេះដូងស្មឹងស្មងតែមិនគួរសមព្រោះព្រោះតែវត្តណាકોઈមិនអាណិនគិតមានក្រជាធំមិនយល់អារម្មណ៍មនុស្សពីរនាក់ស្មងស្មឹងរឿងមួយត្រូវទ្រាំរហូតស្លាប់ម្នាក់ម្នាក់ទើបអាចបញ្ជាឲ្យគាត់ដឹងយ៉ាងស្មងមនុស្សមានពីរនាក់តែចិត្តមួយស្មោកគ្នាទៅមកបាត់គ្នាហើយរកតើបែកគ្នាមិនដេចនឹងបានលះបងស៊ូស្លាប់ប្រាប់ខ្លួនអញហើយថាបងនឹងអូនមិនអាចឃ្លាប្រានទងឧបសគ្គច្រើនប៉ុន្មានក៏ជុំនេះស្រឡាញ់បងជឿចិត្តបងកុំទន់ជ្រាយទ្រាំឈឺចាប់យើងមិនយូរមិនឆាប់គង់តែឈ្នះសូមរួលចិត្តគិតអ្វីៗល្អហើយបន្តប្រឹងស៊ូជំនះបើថ្ងៃនៅរៀងនៅតែសង្ឃឹមពេលបីពីបងអូនលែងស្នេហ៍នាងណាមានអារម្មណ៍ថាស្នេហ៍ឲ្យឈឺចាប់ណាស់យើងស្រឡាញ់គ្នាដោយបេះដូងស្មឹងស្មងតែមិនគួរសមព្រោះព្រោះតែវត្តណាકોઈមិនអាណិនគិតមានក្រជាធំមិនយល់អារម្មណ៍មនុស្សពីរនាក់ស្មងស្មឹងរឿងមួយត្រូវទ្រាំរហូតស្លាប់ម្នាក់ម្នាក់ទើបអាចបញ្ជាឲ្យគាត់ដឹងយ៉ាងស្មងមនុស្សមានពីរនាក់តែចិត្តមួយស្មោកគ្នាទៅមកពេលបីពីបងអូនលែងស្នេហ៍នាងណាមានអារម្មណ៍ថាស្នេហ៍ឲ្យឈឺចាប់ណាស់យើងស្រឡាញ់គ្នាដោយបេះដូងស្មឹងស្មងតែមិនគួរសមព្រោះព្រោះតែវត្តណាકોઈមិនអាណិនគិតមានក្រជាធំមិនយល់អារម្មណ៍មនុស្សពីរនាក់ស្មងស្មឹងរឿងមួយត្រូវទ្រាំរហូតស្លាប់ម្នាក់ម្នាក់ទើបអាចបញ្ជាឲ្យគាត់ដឹងយ៉ាងស្មងមនុស្សមានពីរនាក់តែចិត្តមួយស្មោកគ្នាទៅមកបាត់គ្នាហើយរកតើបែកគ្នាមិនដេចនឹងបានលះបងស៊ូស្លាប់ប្រាប់ខ្លួនអញហើយថាបងនឹងអូនមិនអាចឃ្លាប្រានទងឧបសគ្គច្រើនប៉ុន្មានក៏ជុំនេះស្រឡាញ់បងជឿចិត្តបងកុំទន់ជ្រាយទ្រាំឈឺចាប់យើងមិនយូរមិនឆាប់គង់តែឈ្នះសូមរួលចិត្តគិតអ្វីៗល្អហើយបន្តប្រឹងស៊ូជំនះបើថ្ងៃនៅរៀងនៅតែសង្ឃឹមពេលបីពីបងអូនលែងស្នេហ៍នាងណាមានអារម្មណ៍ថាស្នេហ៍ឲ្យឈឺចាប់ណាស់យើងស្រឡាញ់គ្នាដោយបេះដូងស្មឹងស្មងតែមិនគួរសមព្រោះព្រោះតែវត្តណាકોઈមិនអាណិនគិតមានក្រជាធំមិនយល់អារម្មណ៍មនុស្សពីរនាក់ស្មងស្មឹងរឿងមួយត្រូវទ្រាំរហូតស្លាប់ម្នាក់ម្នាក់ទើបអាចបញ្ជាឲ្យគាត់ដឹងយ៉ាងស្មងមនុស្សមានពីរនាក់តែចិត្តមួយស្មោកគ្នាទៅមក